អ្នកដែលអាចផលិតត្រួយស្វាយចន្ទីឲ្យបានផ្កាខ្លះនៅកំឡុងបរិបថ្ងៃនេះថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025គឺអ្នកផលិតបានគឺតិចតួចមែនតើបើធៀបជាមួយនឹងស្ថិតិដាំចន្ទីជាច្រើននៅក្នុងប្រទេសកម្ពុជាអញ្ចឹងសរុបមកគឺនៅសល់ច្រើនណាស់ដែលមិនទាន់ផលិតបានគឺច្រើនភាគរយមែនតើនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបែបនេះនៅលើតងត្រួយចាស់ដែលផលិតផ្កាពីឆ្នាំមុនមកហ្នឹងគឺមានស្ពបាក់តេរីផ្សិតទុំនៅលើហ្នឹងហើយតងផ្កាទាំងអស់ហ្នឹងខ្មៅតងផ្កាខ្មៅពោពេញទៅដោយផ្សិតស្ពនិងបាក់តេរីទុំនៅនឹងអាតងផ្កាដែលផ្លែពីឆ្នាំមុនហ្នឹងហើយនៅសូដង់ហ្នឹងនឹងត្រៀមចេញពន្លកត្រួយដើម្បីត្រៀមផលិតផ្កាផ្លែនៅក្នុងឆ្នាំនេះក៏ប៉ុន្តែពិបាកមែនតើក្នុងការផលិតត្រួយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងមានជំងឺស្ពបាក់តេរីហើយវាជាមូលហេតុធ្វើឲ្យបងប្អូននឹងពន្យាពេលរហូតដល់បច្ចុប្បន្នចន្ទីមិនទាន់ចេញត្រួយមិនថាបងប្អូនប្រើវិធីអីទេដូចជាបងប្អូនប្រើវិធីបាញ់ជីបំពន់ទាញត្រួយបងប្អូនប្រើវិធីជំរុញឬក៏បងប្អូនប្រើវិធីជំរុះបងប្អូនប្រើវិធីណាក៏ដោយក៏ពិបាកដែរសម្រាប់បងប្អូនដែលកំពុងមានបញ្ហាទាំងអស់នេះមិនថាបងប្អូនបាញ់ជីបំពន់ដើម្បីទាញត្រួយឬក៏បងប្អូនបាញ់ចម្រុះបាញ់ជំរុញទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបានប្រើប្រាស់ជាមួយនឹងថ្នាំជំងឺទៅជាមួយតែម្ដងថ្នាំជំងឺដែលមានធាតុសកម្មដូចជាអាសូស៊ីត្រូប៊ីនហិកសាកូណូសូលខុបព័រម៉ង់កាសេបត្រីហ្វ្លូស៊ីត្រូប៊ីនធូបូកូណូសូលប្រូឆ្លរ៉ាសប្រូពីកូណូសូលអីជាដើមវាជាថ្នាំជំងឺដែលមានឥទ្ធិពលក្នុងការកម្ចាត់ជំងឺផ្សិតស្ពបាក់តេរីទាំងអស់ហ្នឹងសម្រាប់បងប្អូនកសិករបងប្អូនក៏អាចបញ្ជាទិញថ្នាំដែលមានធាតុសកម្មថ្នាំជំងឺផ្សិតទាំងអស់នេះនៅគៀកដៃបងប្អូនបំផុតដើម្បីទៅលាយជាមួយនឹងវគ្គដំបូងដែលបងប្អូនទាញត្រួយនៅក្នុងរដូវកាលឆ្នាំ2025នេះអ្នកដែលអាចផលិតត្រួយស្វាយចន្ទីឲ្យបានផ្កាខ្លះនៅកំឡុងបរិបថ្ងៃនេះថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025គឺអ្នកផលិតបានគឺតិចតួចមែនតើបើធៀបជាមួយនឹងស្ថិតិដាំចន្ទីជាច្រើននៅក្នុងប្រទេសកម្ពុជាអញ្ចឹងសរុបមកគឺនៅសល់ច្រើនណាស់ដែលមិនទាន់ផលិតបានគឺច្រើនភាគរយមែនតើនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបែបនេះនៅលើតងត្រួយចាស់ដែលផលិតផ្កាពីឆ្នាំមុនមកហ្នឹងគឺមានស្ពបាក់តេរីផ្សិតទុំនៅលើហ្នឹងហើយតងផ្កាទាំងអស់ហ្នឹងខ្មៅតងផ្កាខ្មៅពោពេញទៅដោយផ្សិតស្ពនិងបាក់តេរីទុំនៅនឹងអាតងផ្កាដែលផ្លែពីឆ្នាំមុនហ្នឹងហើយនៅសូដង់ហ្នឹងនឹងត្រៀមចេញពន្លកត្រួយដើម្បីត្រៀមផលិតផ្កាផ្លែនៅក្នុងឆ្នាំនេះក៏ប៉ុន្តែពិបាកមែនតើក្នុងការផលិតត្រួយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងមានជំងឺស្ពបាក់តេរីហើយវាជាមូលហេតុធ្វើឲ្យបងប្អូននឹងពន្យាពេលរហូតដល់បច្ចុប្បន្នចន្ទីមិនទាន់ចេញត្រួយមិនថាបងប្អូនប្រើវិធីអីទេដូចជាបងប្អូនប្រើវិធីបាញ់ជីបំពន់ទាញត្រួយបងប្អូនប្រើវិធីជំរុញឬក៏បងប្អូនប្រើវិធីជំរុះបងប្អូនប្រើវិធីណាក៏ដោយក៏ពិបាកដែរសម្រាប់បងប្អូនដែលកំពុងមានបញ្ហាទាំងអស់នេះមិនថាបងប្អូនបាញ់ជីបំពន់ដើម្បីទាញត្រួយឬក៏បងប្អូនបាញ់ចម្រុះបាញ់ជំរុញទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបានប្រើប្រាស់ជាមួយនឹងថ្នាំជំងឺទៅជាមួយតែម្ដងថ្នាំជំងឺដែលមានធាតុសកម្មដូចជាអាសូស៊ីត្រូប៊ីនហិកសាកូណូសូលខុបព័រម៉ង់កាសេបត្រីហ្វ្លូស៊ីត្រូប៊ីនធូបូកូណូសូលប្រូឆ្លរ៉ាសប្រូពីកូណូសូលអីជាដើមវាជាថ្នាំជំងឺដែលមានឥទ្ធិពលក្នុងការកម្ចាត់ជំងឺផ្សិតស្ពបាក់តេរីទាំងអស់ហ្នឹងសម្រាប់បងប្អូនកសិករបងប្អូនក៏អាចបញ្ជាទិញថ្នាំដែលមានធាតុសកម្មថ្នាំជំងឺផ្សិតទាំងអស់នេះនៅគៀកដៃបងប្អូនបំផុតដើម្បីទៅលាយជាមួយនឹងវគ្គដំបូងដែលបងប្អូនទាញត្រួយនៅក្នុងរដូវកាលឆ្នាំ2025នេះ